បងណាងខ្លះចូលចិត្តញ៉ាំស្រាផ្លែឈើតោះថ្ងៃហ្នឹងខ្ញុំនឹងចែករំលែកបងប្អូនទាំងអស់គ្នាពាក់ព័ន្ធនឹងការធ្វើស្រាត្រាំជាមួយផ្លែឈើម្យ៉ាងដែលញ៉ាំហើយបងទទួលបានទាំងរសជាតិឆ្ងាញ់ទទួលបានទាំងសម្រស់ស្រស់ស្អាតគ្រឿងផ្សំតួឯកនៅក្នុងការត្រាំផ្លែឈើនេះផងដែរគឺយើងមានជាមួយនឹងផ្លែយ៉ាងម៉េចផ្លែយ៉ាងម៉េចនេះផងដែរមុនពេលដែលយើងយកមកត្រាំគឺតម្រូវឲ្យយើងលាងទឹកជាមួយទឹកអំបិលបន្ទាប់មកគឺយើងតម្រោះឲ្យស្ងួតរងមកបងប្អូនកុំឲ្យមានជាតិទឹកសំបីតែបន្តិចទេបងប្អូនទាំងអស់គ្នាចាំយើងចាប់ផ្ដើមយកវាមកដាក់ក្នុងកន្លបែបនេះទៀតសោតហាមានជាតិទឹកនៅក្នុងហ្នឹងបងប្អូនទាំងអស់គ្នាគឺត្រូវតែស្ងួតរងតែម្ដងតបមកគឺយើងដាក់ផ្លែយ៉ាងម៉េចរបស់យើងនឹងគឺចូលទៅក្នុងហ្នឹងទៅបងប្អូនហើយយើងដាក់ជាមួយនឹងដំស្ករជាទូទៅផ្លែយ៉ាងម៉េចគេប្រើ5គីឡូគេប្រើស្ករតែកន្លះគីឡូទេបងប្អូនទាំងគ្នាហើយហ្នឹងគឺតាមចំណូលចិត្តដែរបើសិនជាបងប្អូនចូលចិត្តរៀងផ្អែមបងប្អូនអាចដាក់ថែម1ដុំ2ដុំទៀតក៏បានដែរมันមានជាបញ្ហាអីទេបន្ទាប់មកគឺយើងត្រូវការយកស្រាសមកដាក់ចូលនៅក្នុងនឹងតែម្ដងបងប្អូនទាំងអស់គ្នាស្រាសនេះផងដែរគឺយើងអត់ដាក់ពេញទេបងប្អូនគឺយើងដាក់យ៉ាងហោចឲ្យនៅសល់ត្រឹមមួយច្អល់ដៃព្រោះដោយសារតែផ្លែឈើហ្នឹងតែមកពេលវាត្រាំច្រើនយូរទៅគឺវារៀងរិចរៀងធំអញ្ចឹងអាចនឹងហៀស្រារបស់យើងអញ្ចឹងស្រារបស់យើងដាក់កុំឲ្យវាពេញពេកគឺយើងដាក់អាចនៅសល់ត្រឹមចង្អល់ដៃយើងនឹងហើយចុងក្រោយគឺយើងមូលគ្របឲ្យចិត្តបន្ទាប់មកគឺយកវាទៅទុកនៅកន្លែងណាដែលស្ងួតរឿងមានកម្ដៅអញ្ចឹងណាបងប្អូនទាំងអស់គ្នាស្រាហ្នឹងបងប្អូនអត់មានណាគេស្បាយចិត្តជាងឪក្មេករបស់ខ្ញុំទេព្រោះគាត់ចូលចិត្តហូបណាស់ស្រាបងប្អូនទាំងអស់គ្នាបើសិនជាយើងហូបដឹងពេលវេលាហើយហូបមានកម្រិតរបស់វាគឺវាល្អសម្រាប់សុខភាពរបស់យើងកុំឲ្យតែយើងហូបច្រើនហូបប្រមាណតាអាហ្នឹងគឺវាប៉ះពាល់សុខភាពយើងវិញអញ្ចឹងណាក្មេកឪក្មេករបស់ខ្ញុំគឺគាត់តែងតែហូបមកកូនពេងមុនពេលញ៉ាំបាយបន្ទាប់ពីធ្វើស្រាហើយហ្នឹងគឺមានអារម្មណ៍ថាស្អិតសក់ខ្លាំងមែនទែនអញ្ចឹងហើយគឺឆ្លៀតមកកក់សក់ហើយរាល់ពេលកក់សក់គឺបងប្អូនដឹងស្រាប់ហើយគឺខ្ញុំប្រើជាមួយសាប៊ូកក់សក់ក្លិនសាប៊ូកក់សក់ក្លិនគឺមាន3ជម្រើសមានសម្រាប់ការពារសក់ជ្រុះមានសម្រាប់សក់ខូចនិងសម្រាប់សក់អង្គេសាប៊ូដែលខ្ញុំប្រើរាល់ថ្ងៃហ្នឹងគឺសម្រាប់ការពារសក់ជ្រុះបងប្អូនទាំងសារតែនៅក្នុងសាប៊ូកក់សក់ក្លិនការពារសក់ជ្រុះហ្នឹងគឺមានសារធាតុវីតាមីន E និងវីតាមីន B5 ដែលជួយបំពេញសរសៃសក់របស់យើងឲ្យរឹងមាំតាំងពីគល់រហូតដល់ចុងហើយរាល់ពេលកក់សក់បើសិនបងប្អូនចង់បានប្រសិទ្ធភាពកាន់តែខ្ពស់ហ្នឹងបន្ទាប់ពីកក់ហើយបងប្អូនគួរតែប្រើជាមួយនឹងក្រែមបន្ទន់សក់ក្លិនក្រែមបន្ទន់សក់ក្លិននេះគឺយើងធ្វើការលាបថ្នមៗមកលើខ្សែសក់ត្រឹមតែ2-3នាទីក៏អាចលាងទឹកចេញបានហើយបងប្អូននឹងទទួលបានសក់ភ្លឺរលោងទន់តែម្ដងចឹងហើយបងប្អូនដែលគាត់មានបញ្ហាជាមួយនឹងសក់ជ្រុះហ្នឹងគឺអាចជ្រើសរើសជាមួយសាប៊ូកក់សក់ក្លិននេះបានណាគេថាដាំខ្លួនឯងអត់មានជាតិគីមីដាំខ្លួនឯងក៏ត្រូវមានជាតិគីមីដែរនេះឪក្មេកខ្ញុំកំពុងតែឆែតគាត់ភាគច្រើនគឺគាត់បាញ់ទៅលើប្រភេទតាពាំងបាយជូរបងប្អូនទាំងគ្នាព្រោះតាពាំងបាយជូរបើអត់បាញ់ថ្នាំរបស់វាទេគឺប្រកាសជាតកៅចូលស៊ីអស់ហើយនឹងអត់ទទួលបានផលទេប៉ុន្តែពេលដែលគេបាញ់ហ្នឹងក៏គេមើលកម្រិតរបស់វាដែរគេបាញ់នៅពេលដែលវាខ្ចីបែបហ្នឹងបងប្អូនទាំងគ្នាអញ្ចឹងហើយក្នុងរយៈពេលដែលតម្រាំតែវាធំទៅសារធាតុដែលយើងបាញ់ហ្នឹងគឺវាអស់ជាតិហើយអញ្ចឹងហើយនៅពេលដែលយើងញ៉ាំគឺយើងញ៉ាំបានរបស់ធម្មជាតិអញ្ចឹងណាបងប្អូនទាំងព្រោះដោយសារតែឆ្នាំមុនគឺដោយសារតែអត់បាញ់នឹងឯងគឺថាស្ដាយគឺឡើងខូចអស់លេងហ្មងហើយមួយទៀតខ្ញុំចាំថាខ្ញុំจะពាក់វីដេអូបងប្អូនទាំងអស់គ្នាមួយជាមួយនឹងការចែករំលែកពាក់ព័ន្ធធ្វើតំណាប់ផ្លែលីស៊ឺនេះតំណាប់ផ្លែលីស៊ឺនេះផងដែរគឺថាធ្វើរួចហើយបងប្អូនទាំងអស់គ្នាប៉ុន្តែគេត្រូវការធ្វើក្នុងដាក់ទូទឹកកករយៈពេល3ថ្ងៃបានយកមកហាលបន្ថែមអញ្ចឹងហើយខ្ញុំចាំធ្វើឲ្យរួចរាល់ហើយទាំងអស់ហើយចាំកាត់បញ្ចូលគ្នាបានបងប្អូនស្រួលមើលកុំឲ្យបងប្អូនពិបាកមើលពាក់កណ្ដាលហើយនៅចាំពាក់កណ្ដាលទៀតអញ្ចឹងណាអញ្ចឹងហើយគឺចាំពេលដែលធ្វើឲ្យតាំងពីដើមរហូតដល់ចប់គឺខ្ញុំនឹងចែករំលែកឲ្យបងប្អូនទាំងអស់គ្នាបានដឹងកន្លែងនេះគឺខ្ញុំសូមបញ្ជាក់ពាក់ព័ន្ធនឹងរាល់វីដេអូដែលខ្ញុំចែករំលែកនៅក្នុងបណ្ដាញសង្គមទាំងអស់ហ្នឹងវាគឺជាការធ្វើរបស់ខ្ញុំផ្ទាល់អញ្ចឹងហើយខ្ញុំមិនមែនជាប្រភេទបង្រៀនទេគឺជាការចែករំលែកអ្វីដែលអ្នកផ្ទះខ្ញុំគាត់ធ្វើមិនអីមិនគឺខ្ញុំចែករំលែកបងប្អូនបានដឹងអញ្ចឹងណាបងប្អូនទាំងគ្នាអញ្ចឹងហើយបើមានកន្លែងណាខុសទាស់ត្រង់ណាគឺថាសូមអធិស្ឋានពីចម្ងាយផងព្រោះដោយសារជាក់ស្ដែងមិនថាពាក់ព័ន្ធនឹងម្ហូបឬការធ្វើអាហារចំណីអីផ្សេងទេបងប្អូនរបៀបធ្វើមិនឲ្យតែខុសតំបន់ឬក៏ខុសកន្លែងគ្នាគឺការធ្វើខុសគ្នាហើយការញ៉ាំក៏ខុសគ្នាដែរអញ្ចឹងហើយបើសិនជាវីដេអូបងប្អូនមួយណាដែលចែករំលែកទៅមានកន្លែងណាខុសឆ្គងកន្លែងណាមួយគឺបងប្អូនសូមអធិស្ឋានពីចម្ងាយផងហើយមួយទៀតនៅក្នុងវីដេអូនេះក៏ឆ្លៀតសូមអរគុណបងខ្លាំងមែនទែនដែលតែងតែស្រឡាញ់ចូលចិត្តក៏ដូចជាគាំទ្ររាល់វីដេអូដែលបងប្អូនចែករំលែកកន្លងមកហើយវីដេអូបន្តទៀតនឹងគឺយើងមានការញ៉ាំបូហ្វេជាប្រភេទមីបែបហ្នឹងបងប្អូនទាំងគ្នាចាំជួបគ្នានៅវីដេអូក្រោយទៀតណា